ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃទី15ខែ6ឆ្នាំ2025គឺជាថ្ងៃឈើដកមកជាមួយនឹងថោះហើយថោះមានធាតុឈើដកនៅពីក្រោមដែរអញ្ចឹងចំពោះបងប្អូនដែលគាត់ត្រូវការធាតុឈើគឺហេងហើយជាពិសេសអ្នកដែលគាត់មានចរក្នុងតួរាសីមិនថានៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមកក៏ឆ្នាំកើតគឺបងប្អូនហេងហើយបើតែថៃយើងត្រូវការធាតុឈើទៀតគឺកាន់តែហេងនៅក្នុងថ្ងៃទី15ហ្នឹងណាក្នុងការសម្រេចការងារផ្សេងធ្វើការងារសំខាន់នេះគឺថ្ងៃហេងរបស់បងប្អូននេះចំណែកអ្នកដែលគាត់មានបញ្ហាឆង់គឺបងប្អូនដែលគាត់មានរកាក្នុងតួរាសីមិនថានៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមកក៏ឆ្នាំកើតទេបងប្អូនត្រូវមានការប្រុងប្រយ័ត្នហើយជាពិសេសតែថៃយើងអត់ត្រូវការធាតុឈើហើយបងប្អូនដែលគាត់មានបញ្ហាផ្សេងទៀតគឺអ្នកដែលគាត់មានឆ្លូវម្សាញ់ជាមួយនឹងរោងមានបញ្ហាខ្លះទៅតាមរកាដែរហើយបងប្អូនដែលគាត់មានឆ្នាំហេងមិនមានធម្មតាចទេអ្នកដែលគាត់មានថោះជាមួយនឹងអ្នកដែលគាត់មានមមែជាមួយនឹងកលក៏ហេងដែរតែហេងអត់ខ្លាំងដូចចទេចហេងខ្លាំងជាងអញ្ចឹងណាហើយទិសឆុងប្រចាំថ្ងៃគឺនៅខាងលិចទិសអសរប្រចាំថ្ងៃគឺនៅខាងលិចដូចគ្នាដែរព្រោះដោយសារតែថោះមមែកលទឹកជាត្រៃភាគីឈើអញ្ចឹងទៅឆុងជាមួយនឹងត្រៃទិសមាសអញ្ចឹងអសរជាមួយនឹងទិសឆុងគឺនៅខាងលិចដូចគ្នាអញ្ចឹងណាហើយទិសអសរប្រចាំខែក៏នៅខាងជើងប្រចាំឆ្នាំក៏នៅខាងកើតអញ្ចឹងនៅសល់ចន្លោះខាងត្បូងដែលជាទិសល្អហើយផ្កាយលេខ1ហោះចូលទីតាំងកដាលអញ្ចឹងខាងត្បូងគឺលេខ5បងប្អូនប្រើប្រាស់ដោយប្រុងប្រយ័ត្នទៅព្រោះលេខ5ក៏អត់សូវល្អភាសាក្នុងការរង្គោះរង្គើជួសជុលដាំស្វាយនេះប្រដាដូចគ្នាដែរហើយបងប្អូនអ្នកគ្នាព្យាយាមប្រើប្រាស់ឲ្យស្ងប់ស្ងាត់កុំរង្គោះរង្គើកន្លែងដែលផ្កាយលេខ5លេខ2ហោះចូលជាមួយនឹងទិសឆុងនិងទិសអសរហើយថ្ងៃនេះគឺមកមានប៉ុណ្្នឹងឯងបងប្អូនអ្នកគ្នាសង្ឃឹមថាបងប្អូននឹងទាញបានប្រយោជន៍ពីវីដេអូមួយនេះហើយបើសិនជាបងប្អូនមានចង្អុលផ្សេងបងប្អូនអាចឆាតសួរខ្ញុំបានតាក់ទងទៅនឹងការមើលរាសីដំណើរជីវិតតាក់ទងទៅនឹងការរើសវេលាមង្គលល្អផ្សេងឬបងសុយផ្ទះបងប្អូនអាចឆាតមកប្រឹក្សាមកខ្ញុំបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលា